muốn kia tha bồ chia chấm buộc côn pria ạ ra hòn muốn kia tha mùi mê ni cứ miềnประสิทธิភាពខ្លាំងណាស់ពុកម៉ែបងប្អូនទាំងអស់គ្នាបើសិនជាពុកម៉ែបងប្អូនទាំងអស់គ្នាមានការបដិបត្តិឲ្យបានត្រឹមត្រូវហើយធ្វើជារៀងរាល់ថ្ងៃបងប្អូននឹងទទួលបានលៀបសក្ការៈផ្សេងរមែងកើតមានចំពោះបងប្អូនទាំងអស់គ្នាហើយអ្វីដែលពិសេសលើសអំពីនឹងពុកម៉ែបងប្អូនបើសិនជាយើងមានការបដិបត្តិជារៀងរាល់ថ្ងៃនឹងជួយការពាររារាំងនៅលើរឿងវិជាមុនខ្មៅទាំងឡាយដែលគេធ្វើមកលើយើងមិនឲ្យកាត់មានមកដល់ខ្លួនយើងអាចនិយាយបានថាកាត់ផ្ដាច់រាល់ឧបសគ្គទាំងឡាយដែលបំរុងកើតចំពោះខ្លួនយើងពុកម៉ែបងប្អូនទាំងអស់គ្នាដោយសារតែមុននេះគឺជាមុនមួយនៅក្នុងចំណោមមុនគេថាជាច្រើនដែលគ្រូបាអាចារ្យដែលលោកបានណែនាំមកដល់ខ្ញុំហើយខ្ញុំជាមនុស្សម្នាក់ដែលចែករំលែកនៅលើវិស័យនឹងចែកជូនទៅកាន់បងប្អូនទាំងអស់គ្នាខ្ញុំគិតថាជាប្រយោជន៍មួយសម្រាប់បងប្អូនទាំងអស់គ្នាដើម្បីសិក្សារៀនសូត្រហើយយកទៅបដិបត្តិក្នុងជីវិតប្រចាំថ្ងៃយើងដឹងហើយថាក្នុងនាមយើងជាអាជីវករលក់ដូររោគទទួលទានដើម្បីប្រាថ្នាចង់បានភាពមានបានភាពមានទ្រព្យណាពុកម៉ែបងប្អូនបណ្ដៃយើងត្រូវដឹងថាភាពមានបាននឹងត្រូវការចេញអំពីសុខភាពដែលល្អផងណាពុកម៉ែបងប្អូនទី1ទី2ត្រូវតែមានចំណេះទី3ត្រូវតែមានជំនាញទី4ត្រូវតែមានពេលវេលាឲ្យគ្រប់គ្រាន់ក្នុងការធ្វើវាហើយទី5នឹងគឺយើងត្រូវតែមានសេចក្តីព្យាយាមធ្វើហើយធ្វើទៀតលុះត្រាណាទើបតែយើងជោគជ័យពុកម៉ែបងប្អូនហើយចុងក្រោយគេគឺសំណាងទី6គឺសំណាងជួនកាលបើយើងជាបុគ្គលម្នាក់ដែលមានហេតុ5យ៉ាងហើយប៉ុន្តែខ្វះសំណាងភាពជោគជ័យគឺកម្រនឹងកាត់បានណាស់ពុកម៉ែបងប្អូនប៉ុន្តែមិនឲ្យបងប្អូនបោះបង់ទេបងប្អូនប៉ុន្តែបើយើងចង់ឲ្យយើងនេះមានសំណាងយើងប្រឹងហើយធ្វើត្រូវសំណាងរមែងនឹងកាត់មានបើយើងចង់ឲ្យយើងមានសំណាងយើងត្រូវតែបដិបត្តិនៅលើរឿង5យ៉ាងដែលខ្ញុំធ្លាប់បានចែករំលែកក្នុងចំណោមរឿង5យ៉ាងហ្នឹងគឺមានមួយគឺការស្វាធ្យាយនៅលើមុនគាថានឹងឯងពុកម៉ែបងប្អូនហើយក្នុងហេតុ5យ៉ាងហ្នឹងហេតុដែលបងប្អូនគួរធ្វើបងប្អូនត្រូវតែរកបដិមាឯណាមួយមិនថារូបព្រះសម្មាសម្ពុទ្ធរូបព្រះអង្គសីវលីព្រះមហាកញ្ចាយណៈឬក៏ព្រះបលិន្ទវច្ឆៈឲ្យតែជាវត្ថុឯណាដែលយើងចាត់ទុកថាជាឧទេសកចេតិយដែលជាវត្ថុមួយរំលឹកនឹកដល់គុណរបស់ព្រះអរហន្តសម្មាសម្ពុទ្ធជាម្ចាស់ឬក៏គុណរបស់ព្រះខេណាស្របទាំងឡាយពុកម៉ែបងប្អូនយើងយកមកធ្វើសក្ការៈបូជាចំពោះព្រះភិក្ខុរបស់លោកហើយយើងត្រូវតែបំពេញវត្តបដិបត្តិ5យ៉ាងទី1បងប្អូនត្រូវធ្វើទានជាប្រចាំទី2ត្រូវតែរក្សាសិលហើយទី3ត្រូវតែអង្គុយឈានសមាធិទី4ត្រូវតែភាវនានៅលើមុនគាថាដូចជាមុនគាថាដែលខ្ញុំកំពុងតែចែករំលែកជូនទៅកាន់បងប្អូនទាំងអស់គ្នានេះជាដើមហើយចុងក្រោយគេហ្នឹងគឺកិច្ចអធិដ្ឋានពុកម៉ែបងប្អូនកិច្ចបិទបញ្ចប់អធិដ្ឋានគឺជាកិច្ចចុងក្រោយដែលយើងតាំងនៅសេចក្តីប្រាថ្នានៅលើរឿងអ្វីមួយចង់ឲ្យសម្រេចបានជាធម្មតាតែយើងប្រឹងប្រែងគ្រប់ហេតុផលអស់ហើយបើបុណ្យគ្រប់បច្ច័យគ្រប់នឹងញ៉ាំងសេចក្តីប្រាថ្នាឲ្យសម្រេចបានទៅតាមអ្វីដែលយើងចង់បានណាពុកម៉ែបងប្អូននេះជាវត្តបដិបត្តិត្រឹមត្រូវដែលយើងគួរនឹងធ្វើណាពុកម៉ែបងប្អូនអាចធ្វើបានទាំងបរិសុទ្ធទាំងស្ត្រីហើយសម្រាប់ពេលនេះយើងមកចាប់ផ្ដើមសិក្សានៅលើមុនគាថាតែម្ដងដោយសារបងប្អូនដឹងអំពីរបៀបហើយនៅឡើយតែនៅលើមុនគាថាដែលយើងជ្រើសរើសយកមកសូត្រចាប់ផ្ដើមជាមួយនឹងខ្ញុំជាដំបូងយើងត្រូវតែសូត្រនមោតាសៈ3ចប់ជាមុននមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈនមោតាសៈភគវតោអរហតោសម្មាសម្ពុទ្ធស្សៈចាប់ដើមឡើងនៅព្រះគាថាតែម្ដងអ៊ិមិណាសការេនៈពុទ្ធៈធម្មៈសង្ឃៈពោជេមិអ៊ិមិណាសការេនៈសៃវលីចមហានាមៈហេរੰអហង្ពោជេមិម្ដងទៀតអ៊ិមិណាសការេនៈពុទ្ធៈធម្មៈសង្ឃៈពោជេមិអ៊ិមិណាសការេនៈសៃវលីចមហានាមៈថេរੰអហង្ពោជេមិម្ដងទៀតគម្រប់3ដងអ៊ិមិណាសការេនៈពុទ្ធៈធម្មៈសង្ឃៈពោជេមិអ៊ិមិណាស
សការេនៈសីវលីចមហានាមៈថេរាំងអហង្ពោជេមីពាក់ព័ន្ធនៅលើមួនគាថាមួយមេនេះយើងទៅរៀនទន្ទិញឲ្យបានចេះចាំរួចហើយយើងយកទៅបប្រតិបត្តិក្នុងជីវិតប្រចាំថ្ងៃពុកម៉ែបងប្អូនត្រូវតែសូត្រឡើងចំនួន9ចប់ពុកម៉ែបងប្អូនសូត្រឡើងថាអ៊ីមីណាសការេនៈពុទ្ធធម្មសង្ឃៈពោជេមីអ៊ីមីណាសការេនៈសីវលីចមហានាមៈថេរាំងអហង្ពោជេមីយើងត្រូវតែសូត្រឲ្យបាន9ចប់ក្នុងពេលដែលយើងបប្រតិបត្តិហើយកិច្ចក្នុងការបប្រតិបត្តិឲ្យបានត្រឹមត្រូវគឺក្នុងមួយថ្ងៃ2ដងពេលវេលាទី1គឺពេលវេលាពេលព្រឹកពេលវេលាទី2គឺពេលវេលាពេលយប់មុននឹងយើងចូលដំណេកញ៉ាំពុកម៉ែបងប្អូនទាំងអស់គ្នាហើយការចែករំលែកនេះខ្ញុំបាទធ្វើជាពិសេសសម្រាប់បងប្អូនទាំងអស់គ្នាអ្នកដែលមាននិស្ស័យបានឃើញវីដេអូនេះក៏សូមចូលរួម like ហើយនឹង share បើមានចម្ងល់ក៏អាចទំនាក់ជា comment នៅខាងក្រោមបានចែករំលែកឡើងវិញដោយគ្រឿងខ្មៅអង្គរ